តែយើងគួរធ្វើអ្វីខ្លះកំឡុងពេលដែលយើងរៀនត្រៀមដើម្បីដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងវិស័យសុខាភិបាលនាពេលខាងមុខនេះសួស្តីអ្នកនរគ្នាខ្ញុំប្រកាសជាដឹងហើយថាបងប្អូនក៏ដូចជាបេក្ខជនទាំងអស់ដែលមានបំណងដាក់ពាក្យចូលរៀននៅក្នុងវិស័យសុខាភិបាលដែលនឹងឈានមកដល់នាពេលខាងមុខនេះប្រកាសជាម្នាក់ៗកំពុងតែស្វាស្វែងកំពុងតែវឹកហាត់វឹកវើដើម្បីយកសមត្ថភាពទៅបញ្ចេញនៅក្នុងការប្រឡងប្រជែងនាពេលខាងមុខហើយដូច្នេះហើយបានជាថ្ងៃនេះខ្ញុំមានជាបទពិសោធន៍ល្អៗមួយចំនួនដើម្បីចែករំលែកទៅដល់បេក្ខជនក៏ដូចជាបងប្អូនទាំងអស់គ្នាផងដែរចំណុចទី1ដែលយើងត្រូវធ្វើនោះគឺយើងត្រូវគិតពិចារណាបណ្ឌិតអន់ទៅលើការជ្រើសរើសសាលាដើម្បីដាក់ពាក្យចូលរៀនការជ្រើសរើសសាលាវាជាការពិចារណាមួយខ្ពស់ទៅលើបេក្ខជនទាំងអស់គ្នាមិនត្រូវមានការធ្វើប្រហែលនោះទេគឺយើងត្រូវពិចារណាទៅលើសមត្ថភាពរបស់យើងផ្ទាល់នឹងឯងនៅក្នុងកំឡុងពេលរៀនត្រៀមឬក៏សមត្ថភាពដែលយើងមានពីមុនមកថាយើងអាចនឹងប្រកួតប្រជែងជាមួយនឹងសាលាណាមួយដែលយើងអាចជ្រើសរើសក្នុងការប្រកួតប្រជែងនោះអញ្ចឹងហើយយើងត្រូវដឹងថាបច្ចុប្បន្នបេក្ខជនដែលដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងដើម្បីបានជាឈ្មោះចូលរៀននៅក្នុងវិស័យសុខាភិបាលនាពេលបច្ចុប្បន្ននេះគឺមានការកើនឡើងខ្ពស់ដូច្នេះហើយវាស័ក្តិប្រមាណទៅនឹងការប្រកួតប្រជែងរបស់វាក៏ខ្ពស់ដែរអញ្ចឹងហើយបានជាកន្លែងហ្នឹងទាមទារឲ្យមានការពិចារណាបានល្អិតល្អន់ទៅលើសមត្ថភាពរបស់យើងបើសិនបើយើងរៀនត្រៀមទៅទទួលបានល្អមានន័យថាយើងធ្វើទៅបានធ្វើទៅតាន់ទៅលើអ្វីដែលយើងកំពុងរៀនត្រៀមហ្នឹងយើងសម្រេចចិត្តតាមអ្វីដែលយើងចង់ដាក់ទៅសាលាណាដែលយើងប្រកួតប្រជែងខ្ពស់ក៏យើងហ៊ានទៅសាលាណាដែលមានការប្រកួតប្រជែងបន្តទៀតក៏យើងហ៊ានដាក់ទៅអាហ្នឹងទៅលើសមត្ថភាពរបស់យើងហ្នឹងគឺសំខាន់មែនទែនហ្នឹងកត្តាទី1ដែលខ្ញុំចង់ចែករំលែកថាពិចារណាឲ្យបានល្អិតល្អន់មែនទែនក្នុងការជ្រើសរើសសាលារៀនចំណុចទី2គឺមិនថាយើងជាសិស្សនិទេស A និទេស B និទេស C និទេស D ឬក៏និទេស E ក៏ដោយក៏សិតតែទទួលបានសិទ្ធិក្នុងការដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងដូចគ្នាក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺផ្សារភ្ជាប់ទៅនឹងចំណុចទី1ដែរគឺការជ្រើសរើសសាលារៀនគឺនៅតែសំខាន់គឺយើងមើលទៅលើសមត្ថភាពដែលយើងមានសិនអានិទេសដែលមានពីមុនមកកុំឲ្យយកមកធៀបនៅពេលនេះព្រោះនៅពេលនេះវាជាការប្រឡងប្រជែងហើយការប្រឡងប្រជែងគឺជាការរៀនលំហាត់ដែលវាមានស្រាប់នៅក្នុងសភៅគោលរបស់ក្រសួងអប់រំយើងហើយលោកអ្នកគ្រូគាត់បានយកមកចងក្រងធ្វើជាវិញ្ញាសាឲ្យយើងបានរៀនហើយមួយទៀតនោះគឺយើងទៅមើលលំហនៃការដាក់ពាក្យផងលំហនៃការដាក់ពាក្យយើងប្រកាសជាដឹងថាគេនឹងដាក់ពាក្យទៅសាលាណាច្រើនទៅលើជំនាញណាច្រើននៅសាលានោះវាប្រកាសជាមានការប្រកួតប្រជែងខ្ពស់ទៅលើសាលានោះហើយចឹងហើយបានជាទាមទារឲ្យយើងដឹងពីសមត្ថភាពខ្លួនឯងឲ្យច្បាស់បើសិនបើយើងមិនអាចប្រកួតប្រជែងជាមួយនឹងសាលាដែលគេដាក់ទៅច្រើនឬក៏មានការប្រកួតប្រជែងខ្ពស់នោះទេយើងគួរតែជ្រើសរើសសាលាផ្សេងព្រោះអីមិនមែនមានសាលាតែមួយទេយើងត្រូវដឹងយើងប្រកាសជាស្រាវជ្រាវដឹងហើយថាមិនមែនមានសាលាតែមួយទេដែលបណ្ដុះបណ្ដាលវិស័យសុខាភិបាលនៅកម្ពុជាយើងនៅរាជធានីភ្នំពេញនេះវាមានសាលាច្រើនបន្តទៅទៀតប៉ុន្តែបើនិយាយពី credit ឬក៏អីអានោះយើងមិនដឹងទេសម្រាប់តែយើងចង់រៀនប៉ុន្តែខ្ញុំចង់បញ្ជាក់នៅក្នុងចំណុចនេះថាសាលាណាក៏សិតតែល្អសិតតែមានគ្រូដើម្បីបណ្ដុះបណ្ដាលឲ្យយើងខ្លាចទៅជាពេទ្យម្នាក់ដែលពូកែដែលអាចមើលជំងឺបានដូចគេដូចឯងដែរហើយបច្ចុប្បន្នគឺមកថាខ្វល់យើងរៀននៅណាទេសំខាន់ឲ្យតែយើងមានចំណេះដឹងទទួលបានសញ្ញាបត្រគេទទួលស្គាល់មិនខ្វះទេគេនឹងនាំយើងទៅធ្វើការគេនឹងជ្រើសរើសយើងយកទៅធ្វើការអាហ្នឹងចំណុចដែលខ្ញុំមិនជឿនៅក្នុងចំណុចទី3អញ្ចឹងចំណុចទី3រយៈពេលនៃការរៀនត្រៀមបន្ទាប់ពីយើងបញ្ចប់ការប្រឡងបាក់ឌុបមកក៏មិនមានរយៈពេលយូរប៉ុន្មានដែរប៉ុន្តែរយៈពេលនេះបើសិនជាអ្នកដែលចប់បាក់ឌុបប្រឡងបាក់ឌុបភ្លាមរៀនត្រៀមគាត់ប្រកាសជាមានពេលយូរប៉ុន្តែបើសិនជាយើងទំដឹងលទ្ធផលហើយយើងទំសម្រេចចិត្តចូលរៀនត្រៀមក៏មិនទាន់រៀនបានច្រើនតែមកដល់ពេលនេះអាចអ្នកខ្លះទៅរៀនបានមួយសប្តាហ៍អីទេអញ្ចឹងលក្ខណៈនៃការរៀនត្រៀមដើម្បីប្រកួតប្រជែងនៅក្នុងការប្រឡងរបស់វិស័យសុខាភិបាលនេះគឺយើងត្រូវខំរៀនឲ្យស្មើដៃគ្នាទាំង3មុខវិជ្ជាកុំបន្ធូរដៃមួយមុខវិជ្ជាណាឲ្យសោះព្រោះអីបន្ទុកគឺស្មើគ្នាហើយគេយកបន្ទុកទាំង3នេះមកបុកបញ្ចូលគ្នាទាំងអស់អញ្ចឹងហើយមិនត្រូវប្រឡែងទៅលើមុខវិជ្ជាណាមួយទេមិនថាមុខវិជ្ជាទន្ទិញមុខវិជ្ជាលំហាត់ហើយយើងប្រកាសជាដឹងហើយពេលទៅរៀនត្រៀមលោកគ្រូអ្នកគ្រូប្រកាសជាបានចងក្រងវិញ្ញាសាទៅតាមមុខវិជ្ជានីមួយៗមិនថាជីវវិទ្យាគណិតវិទ្យាឬក៏គីមីវិទ្យានោះទេនៅក្នុងកំឡុងពេលនេះយើងត្រូវតែតាមដានពីការធ្វើរបស់គ្រូឲ្យបានច្បាស់លាស់ហើយនៅក្នុងវិញ្ញាសានីមួយៗយើងត្រូវតែយកមកវឹកហាត់ធ្វើឡើងវិញបន្ទាប់ពីយើងរៀនបញ្ចប់ធ្វើម៉េចឲ្យយើងច្បាស់នៅក្នុងវិញ្ញាសានីមួយៗទាំងអស់ឧបមាថាវិញ្ញាសាគណិតវិទ្យាមាន10វិញ្ញាសាគីមីវិទ្យាមាន10ជីវៈមាន10អញ្ចឹងហើយយើងបន្ទាប់ពីរៀនបញ្ចប់យើងត្រូវឲ្យប្រកាសក្នុងចិត្តសានៅក្នុងវិញ្ញាសាទាំង10ហ្នឹងយើងអាចធ្វើទៅបានយ៉ាងរលូនអានឹងអត្តភាពនៃការចុះរបស់យើងហ្នឹងក៏វាមានទៅតាមនឹងដែរបើសិនបើយើងនៅមានភាពរអាក់រអួលយើងមានការភ្លេចមុខភ្លេចក្រោយយើងរៀនហើយយើងមិនទាន់ចាំច្បាស់លាស់អានឹងក៏មិនអាចធានាបានដែរព្រោះអីប
បច្ចុប្បន្នដូចខ្ញុំនិយាយពីចំណុចទី2ខាងមុនអញ្ចឹងបច្ចុប្បន្នគឺកំណើននៃការដាក់ពាក្យប្រឡងប្រជែងចូលរៀននៅក្នុងវិស័យសុខាភិបាលគឺមានការកើនឡើងខ្ពស់ដូច្នេះហើយទាមទារឲ្យយើងមានភាពច្បាស់លាស់ជាងមុនក្នុងការប្រកួតប្រជែងកុំរៀងបែបលំគឺมันអាចមានសមត្ថភាពក្នុងការចូលក្នុងការមានថាជាជ័យលាភីបាននោះទេទី4ចំណុចទី4គឺជាចំណុចមួយដែលសំខាន់ដែរគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាកំឡុងពេលនេះដែលយើងកំពុងតែត្រៀមនេះគឺមានការស្រាវជ្រាវ research នៅក្នុងបណ្ដាញសង្គមឬក៏សុំពីលោកគ្រូឬក៏សុំពីសិស្សច្បងក៏អាចនឹងមានពីវិញ្ញាសាចាស់ពីវិញ្ញាសាចាស់ហ្នឹងមានទាំងអត្រាកំណែមានទាំងវិញ្ញាសាហើយយើងយកមកធ្វើអីទី1បើសិនជាយើងមានអត្រាកំណែផ្លូវការរបស់គេមើលគឺយើងត្រូវតែកត់សម្គាល់មើលទៅការឆ្លើយរបស់គេពីឆ្នាំមួយទៅឆ្នាំមួយតើមានលក្ខណៈយ៉ាងណាលក្ខណៈដែលវាមានខុសគ្នាគឺវាមានច្រើនឆ្នាំខ្លះគឺឆ្លើយចេះឆ្នាំចាស់ក៏ឆ្លើយចុះដែរចឹងហើយយើងត្រូវតែចេះពិចារណាទៅសេធ្វើម៉េចកុំឲ្យមានការបាត់បន្ទុកខ្ញុំសូមកត់សម្គាល់នៅក្នុងនឹងមែនតែនចំពោះបេក្ខជនជាទូទៅគាត់អត់សូវចាប់អារម្មណ៍ទៅលើមុខវិជ្ជាជីវៈនោះទេគាត់គ្រាន់តែគិតថាជាមុខវិជ្ជាមួយដែលគ្រាន់តែទន្ទិញឲ្យចាំទៅតាមអ្វីដែលគាត់ចាំទៅគាត់ទៅសេពីទី12មកគាត់អាចនឹងយកបន្ទុកបានអញ្ចឹងអានឹងគឺជាការគិតខុសមួយហើយគឺមិនត្រឹមត្រូវនេះទេគឺយើងត្រូវតែមានការកត់សម្គាល់ទៅលើអត្រាកំណែផ្លូវការរបស់គេហើយកន្លែងណាដែលគេឲ្យបន្ទុកយើងត្រូវតែកត់ត្រាឲ្យបានមែនតែនកុំឲ្យមានការសរសេរទៅផ្លេចឬក៏សរសេរទៅមិនអស់ចម្លើយជាចំណុចមួយដែលយើងមិនអាចទទួលយកបានណាទាំងដែលយើងចេញពីប្រឡងមកយើងសង្ឃឹមថាយើងធ្វើបានទាំងអស់តែជាលទ្ធផលហេតុអ្វីបានជាយើងមិនទទួលបានលទ្ធផលជាប់អញ្ចឹងវាអាចនៅក្នុងមុខវិជ្ជានឹងមួយដែរមិនថាជីវៈឬក៏គីមីនោះទេគេសិតតែមានបារាយណ៍បន្ទុកឲ្យទៅតាមចំណុចនីមួយៗបើសិនបើយើងបាត់ត្រង់ចំណុចណាមួយនោះយើងនឹងបាត់បន្ទុកទៅតាមនឹងដែរហើយលក្ខណៈនៃការបាត់បន្ទុកនោះយើងគិតថា1 2វាតិចប៉ុន្តែក្នុងការប្រកួតប្រជែងនេះគឺខុសគ្នាតែមួយបន្ទុកឬក៏2បន្ទុកគឺនឹងមានអ្នកធ្លាក់និងមានអ្នកជាប់យើងត្រូវដឹងហើយចំណុចមួយទៀតនៅក្នុងចំណុចនេះដែរគឺយើងត្រូវតែយកវិញ្ញាសាឬក៏យកលំហាត់នៅក្នុងសិភៅពុំមកធ្វើខ្ញុំដឹងថាអ្នកនរគ្នាប្រកាសជាដឹងហើយថាលំហាត់ដែលត្រៀមក្នុងការប្រឡងប្រជែងចូលរៀននៅក្នុងវិស័យសុខាភិបាលយើងនេះគឺក្រសួងសម្រាប់ចិត្តដកស្រង់លំហាត់ចេញពីសិភៅគោលរបស់ថ្នាក់ទី12យើងយកមកចេញទាំង3មុខវិជ្ជាអញ្ចឹងហើយក្រៅពីយើងរៀនត្រៀមនៅក្នុងវិញ្ញាសានៅវគ្គត្រៀមបំពន់របស់យើងនោះយើងក៏អាចយកលំហាត់សិភៅពុំទាំង3ហ្នឹងយកមកធ្វើបើកឲ្យឆ្លើយព្រោះអីការដែលរៀនត្រៀមនៅក្នុងវិញ្ញាសាវាមានការ random ម្ដងហើយបើសិនបើយើងចង់តេស្តសមត្ថភាពយើងម្ដងទៀតយើងអាចបើកសិភៅទៅតាមលំហាត់បញ្ចប់ចម្ពោះឬក៏បញ្ចប់រៀនមួយហើយយកវាមកអង្គុយធ្វើអានេះជាការតេស្តសមត្ថភាពមួយយ៉ាងដែរបើសិនបើយើងធ្វើទៅបានឧបមាថាមករៀនលេខមីត1មានលំហាត់ម៉ានយើងធ្វើតាម rule របស់លំហាត់ហ្នឹងទៅតែយើងអាចធ្វើបានអត់ចម្លើយចេញមកត្រូវអត់ត្រូវតាមដែលយើងធ្លាប់រៀនអត់បើសិនបើយើងធ្វើទៅបានណាយើងនឹងមានទំនុកចិត្តនៅពេលដែលយើងប្រឡងក៏យើងមិនសូវមានអារម្មណ៍មួយភ័យផងដែរភ័យដែរក៏វាភ័យតិចតួចអាហ្នឹងគឺជាចំណុចទី4របស់ខ្ញុំចូលមកដល់ចំណុចទី5គឺជាចំណុចមួយចុងក្រោយដែលខ្ញុំលើកមកនិយាយនៅក្នុងវីដេអូនៅថ្ងៃនេះវាជាចំណុចមួយដែលខ្ញុំនិយាយអំពីកំឡុងពេលមុនចិត្តប្រឡងមែនតើនិងពេលដែលយើងកំពុងតែប្រឡងអញ្ចឹងអំឡុងមុនពេលប្រឡងមួយថ្ងៃអីហ្នឹងគឺជាពេលមួយដែលយើងមិនគួរមានអារម្មណ៍មួយស្លន់ស្លោឬក៏មានអារម្មណ៍មួយបែកមានអារម្មណ៍ថាយើងបែករៀនអត់ចូលភ័យអីចឹងឯងវាជាអំឡុងពេលមួយដែលសំខាន់សម្រាប់យើងត្រូវ control ខ្លួនយើងឲ្យបានហើយត្រូវតែរកកន្លែងស្ងប់ស្ងាត់មួយឬក៏រកកន្លែងដែលយើងចូលចិត្តដូចជាហាងកាហ្វេដូចជានៅបន្ទប់ម្នាក់ឯងឬក៏ជាមួយមិត្តភក្តិអីដើម្បីពិភាក្សាឬក៏សង្ខេបលំហាត់ឡើងវិញដែលយើងប្រកាសក្នុងចិត្តថាវាអាចនឹងចេញបើនិយាយរួមទៅវាជាការទុះទាយមួយមុននឹងការប្រឡងចំណុចនេះខ្ញុំមិនមែនខ្ញុំនិយាយត្រង់តែពេលដែលយើងរៀនត្រៀមចូលពេទ្យទេសម្បីតែការបាក់ឌុបក៏ខ្ញុំអាចនិយាយបានថាធ្វើអញ្ចឹងដែរព្រោះអីវាជាកត្តាចៃដន្យមួយអានឹងនិយាយចឹងចុះវាជាកត្តាចៃដន្យមួយហើយវាជាការដាស់អារម្មណ៍មួយកុំឲ្យយើងភ័យឲ្យយើងទាយថាវាអាចនឹងចេញមកអញ្ចឹងហើយវាប្រកាសជាទទួលបានផលមែនទែនអញ្ចឹងមុនពេលប្រឡងគឺយើងធ្វើបែបហ្នឹងទាំង3មុខវិជ្ជាទៅសង្ខេបសំណួរសង្ខេបលំហាត់ដាក់នៅក្នុងกระดาษមួយហើយអង្គុយធ្វើវាឡើងវិញទៅអាហ្នឹងជាបទពិសោធន៍ខ្ញុំគឺខ្ញុំធ្វើអញ្ចឹងហើយមួយវិញទៀតនៅក្នុងអំឡុងពេលប្រឡងយើងដឹងហើយប្រឡងមុនគេគឺមានជីវៈនិងមានគីមីអញ្ចឹងជីវៈនិងគីមីគេនឹងប្រឡងជីវៈមុនហើយនឹងប្រឡងគីមីក្រោយអញ្ចឹងលក្ខណៈនៃការសរសេរជីវវិទ្យាដងក៏ចឹងដែរយើងត្រូវដឹងក្នុងចិត្តថាចេះគ្រប់សំណួរគ្រប់លំហាត់ដែលគេចេញប្រឡងមកគឺសុទ្ធតែយើងបានរៀនអស់ហើយតែអ្វីដែលឲ្យសំខាន់នៅក្នុងការប្រឡងនោះសួរថាអ្វីដែលយើងរៀនហើយហ្នឹងយើងអាចធ្វើបាននៅក្នុងពេលប្រឡងនេះអត់
អញ្ចឹងហើយបានជាមានអារម្មណ៍មួយពេលខ្លះចេះឲ្យធ្វើអត់បានដោយសារអីយើងមានអារម្មណ៍មួយរំជើបរំជួលយើង control អារម្មណ៍របស់យើងអត់បាននៅពេលហ្នឹងគឺចេញមកយើងមានអារម្មណ៍លំហាត់នេះសំណួរនេះបានរៀនទាំងអស់បែរជាកើតអារម្មណ៍មួយរំជើបរំជួលញ័រដៃធ្វើអត់កើតពេលខ្លះសរសេរទៅខុសសរសេរទៅខុសលុបធ្វើឲ្យមានការរញ៉េរញ៉ៃពីហ្នឹងហើយនៅត្រង់ចំណុចនេះដែរកុំឲ្យមានការសន្សោតទៅលើការលុបលើការអីនោះបើយើងខុសយើងគូសឆោតមួយវាចោលទៅអានឹងជាបទពិសោធន៍របស់ខ្ញុំក៏ខ្ញុំមិនមែនធ្វើអត់ខ្ចោះដែរគឺខុសយើងឆោតចោលទៅឆោតមួយចោលទៅគេដឹងថាយើងខុសហើយជីវៈចំពោះការសរសេររបស់សំណួរណាដែលយើងមានបញ្ហាធ្លាប់រៀនមកសរសេរទៅមានត្រេមានអីហ្នឹងគឺយើងត្រេធម្មតាតាមអ្វីដែលយើងរៀនទៅកុំមានការសរសេរឆ្មិតសរសេរជន់លើគ្នាសរសេរមិនហ៊ានចុះបន្ទាត់អីអញ្ចឹងណាយើងសរសេរតាមអ្វីដែលយើងធ្លាប់បានរៀនពីមុនមកទៅអាហ្នឹងគឺសរសេរទៅម៉េចឲ្យមានរបៀបឲ្យមានរចនាប័ទ្មល្អនៅត្រង់ចំណុចនេះដែរខ្ញុំសូមលើកទឹកចិត្តថាមិនមែនតើតែយើងអក្សរស្អាតដូចពុំដូចអ្នកដែលគេមានអក្សរស្អាតទើបយើងអាចយកបន្ទុកពីគេបានទេសំខាន់គឺយើងចេះសរសេរយករចនាប័ទ្មល្អទោះជាអក្សរយើងមិនស្អាតឲ្យតែយើងសរសេរមានរបៀបនោះការកែរបស់គេស្រួលក៏គេឲ្យបន្ទុកយើងទៅតាមអ្វីដែលគេមើលឃើញនោះដែរមិនមែនសរសេរមកជន់លើគ្នាមិនមានការដកឃ្លាមិនមានការអីសរសេរស្មេលើគ្នាដោយអត់ហ៊ានចុះទាត់ត្រេអីណាអ្វីដែលយើងត្រេបានចំណុចដែលយើងគូត្រេចុះហើយចំពោះការប្រៀបធៀបតាមជាបទពិសោធន៍ដូចជាមិនបាច់គូសបន្ទាត់កដាលទេគាត់យើងប្រៀបធៀបពីឆ្វេងទៅស្ដាំដែលគេឲ្យយើងប្រៀបធៀបហ្នឹងទៅហើយដាក់ត្រេមួយឲ្យចំគ្នាអញ្ចឹងទៅតែប៉ុណ្ណឹងចូលមកដល់គីមីក៏ដូចគ្នាដែរការសរសេររូបមន្តឬក៏សរសេរអីដែលមានទើសយើងមិនអាចសរសេរទៅបានគឺយើងអាចរំលងមកសរសេរវាបានគេដឹងហើយគេដឹងថាបើយើងសរសេរបន្ទាត់លើហ្នឹងវានឹងទើសគ្នាពិបាកមើលបើសើយើងនៅតែមានអ្នកថាខ្លាចសរសេរម្ដងគាត់គេចាប់ពីយើងចាប់កែកំណែពិសេសអីហ្នឹងអាហ្នឹងបើយើងសរសេរទៅវាឆ្មៀតគ្នាគាត់ពិបាកមើលណាអ្នកកែយើងត្រូវអញ្ចឹងយើងត្រូវដឹងថាបើសរសេរអញ្ចឹងទៅគេពិបាកមើលគេពិបាកកែអញ្ចឹងក៏ថាមានអារម្មណ៍មួយដែលពិបាកឲ្យបន្ទុកយើងដែរសរសេរទៅមានរចនាសម្បត្តិល្អហើយយើងត្រូវចាំថាការប្រឡងប្រកួតប្រជែងយើងទៅម៉េចតាក់ទាញយកចំណាប់អារម្មណ៍សរសេរឲ្យមានឥរិយាបថល្អឲ្យគេកែឲ្យយើងទៅបានបន្ទុកល្អតាមដែលខ្ញុំដឹងលោកគ្រូអ្នកគ្រូឬក៏បងពីមុនចែករំលែកនោះគឺថាកែគឺមានលក្ខណៈយុត្តិធម៌មានការតឹងមែនទែនគឺមានការកែដល់ទៅ3នាក់នៅក្នុងបេក្ខជន1នាក់អញ្ចឹងហើយបានជាយើងត្រូវតែសរសេរឲ្យមានភាពល្អឥតខ្ចោះទៅតាមនឹងផងដែរអាហ្នឹងនៅក្នុងហ្នឹងហើយចំពោះគណិតវិទ្យាអីហ្នឹងអ្វីដែលយើងអាចអំឡងបានមានន័យថាយើងមិនអាចទៅសេបន្ទាត់ដែលបន្ទាប់នឹងវាបានគឺយើងអាចដកឃ្លារំលងសេមកក្រោមបានដោយសារអីយើងមិនអាចទៅសេឆ្មៀតគ្នាបាននោះទេហើយយើងត្រូវដូចនេះដូចអីដាក់ឲ្យវាសមស្របមិនថាឲ្យវាស្អាតទៅតាមអ្វីដែលយើងមើលទៅកិច្ចការស្អាតលោកគ្រូអ្នកគ្រូបាត់កែទៅអាហ្នឹងវាកាន់តែល្អអូខេហើយមួយទៀតនៅកំឡុងដែលពេលយើងធ្វើកិច្ចការទាំង3មុខវិជ្ជាហ្នឹងយើងត្រូវតែចេះលេីពេលវេលាឲ្យបានច្បាស់លាស់ឲ្យបានត្រឹមត្រូវមិនត្រូវទៅសេលឿនពេកលឿនដល់ខុសលឿនដល់ភ្លេចមុខលឿនដល់ភ្លេចក្រោយមិនត្រូវទៅសេយឺតពេកទោះជាយឺតត្រូវក៏ដោយប៉ុន្តែយើងដល់ម៉ោងយើងធ្វើមិនហើយអានឹងក៏វាមិនល្អដែរអញ្ចឹងយើងត្រូវចេះធ្វើម៉េចឲ្យវាសមស្របទៅនឹងពេលវេលាហើយធ្វើទៅមួយឬក៏យ៉ាងណាឲ្យមានភាពត្រឹមត្រូវច្បាស់លាស់ទៅតាមម៉ោងដែលគេកំណត់នោះយើងប្រកាសជានឹងទទួលបានលទ្ធផលមួយដែលយើងអាចទទួលបាននៅពេលដែលប្រកាសលទ្ធផលហើយមួយទៀតជាចុងក្រោយបើសិនបើបេក្ខជនឬក៏បងប្អូនដែលនឹងត្រៀមប្រឡងនាពេលខាងមុខចង់ដឹងអំពីព័ត៌មាននៃការទទួលបានអាហារូបករណ៍ពីសាលាដែលគេផ្ដល់ឲ្យនោះកុំភ្លេចជួយ like ជួយ follow វីដេអូខ្ញុំហើយនឹងតម្លាក់ comment ខាងក្រោមមកថាចង់ដឹងពីព័ត៌មានអាហារូបករណ៍ខ្ញុំនឹងបើមានឱកាសក្រោយខ្ញុំនឹងបង្កើតវីដេអូមួយផ្សេងទៀតនិយាយអំពីអាហារូបករណ៍ដែលវាទទួលឲ្យតែយើងមានលក្ខខណ្ឌអ្វីខ្លះដែលយើងអាចទទួលបានអីអញ្ចឹងខ្ញុំប្រកាសជាដឹងថាមានបងឬក៏មានបងប្អូនផ្សេងៗគាត់ដឹងពីព័ត៌មាននេះមួយចំនួនហើយប៉ុន្តែបើសិនបើមានជាការចង់ដឹងខ្ញុំនឹងព្យាយាមស្រាវជ្រាវបន្ថែមនិងយកព័ត៌មានមកចែករំលែកដល់បងប្អូននៅពេលនេះវីដេអូរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយក៏សូមជូនពរទៅដល់បេក្ខជនក៏ដូចជាបងប្អូនដែលកំពុងរៀនត្រៀមនៅក្នុងការដាក់ពាក្យប្រកួតប្រជែងដើម្បីចូលរៀននៅក្នុងវិស័យសុខាភិបាលនាពេលខាងមុខនេះសូមឲ្យមានសុខភាពល្អហើយសូមឲ្យមានប្រាជ្ញាវាងវៃចងចាំល្អហើយនឹងទទួលបានលទ្ធផលល្អមួយទៅតាមសេចក្តីប៉ងប្រាថ្នានាពេលខាងមុខអរគុណបាយបាយ follow for more